ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកន្ធីទី4បទប្រឆាំងនឹងជាតិមាតិកាទី1ការប៉ះពាល់ដល់ស្ថាប័នរដ្ឋជំពូកទី2ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋផ្នែកទី3កុបកម្មមាត្រា456និយមន័យនៃកុបកម្មគឺជាអំពើហិង្សាជាសមូហភាពដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជាឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិមាត្រា457ទោសដែលត្រូវអនុវត្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំដល់15ឆ្នាំអំពើចូលរួមនៅក្នុងចលនាកុបកម្ម1ដោយសាងសង់គ្រឿងរារាំងគ្រឿងការពារឬដោយធ្វើការងារដែលមានគោលបំណងរារាំងសកម្មភាពកម្លាំងសាធារណៈ2ដោយកាន់កាប់អគារឬថបនីយភ័ណ្ឌដោយកម្លាំងឬដោយកលល្បិច3ដោយបំផ្លិចបំផ្លាញអគារឬថបនីយភ័ណ្ឌ4ដោយរ៉ាប់រងការដឹកជញ្ជូនឬការផ្គត់ផ្គង់ភស្តុភារឲ្យកុបករ5ដោយញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្ដុំកុបករ6ដោយមានការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ7ដោយតាំងខ្លួនជំនួសអាជ្ញាធរស្របច្បាប់មាត្រា458ស្ថានទម្ងន់ទោសនៃកុបកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំអំពើចូលរួមនៅក្នុងចលនាកុបកម្ម1ដោយប្រើកម្លាំងដណ្ដើមយកនៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទឬសារជាតិដទៃទៀតដែលមានគ្រោះថ្នាក់ដល់បុគ្គល2ដោយផ្ដល់ដល់កុបករនៅអាវុធគ្រាប់រំសេវគ្រឿងផ្ទុះឬសារជាតិដទៃទៀតដែលមានគ្រោះថ្នាក់ដល់បុគ្គលមាត្រា459បទដឹកនាំកុបកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី20ឆ្នាំទៅ30ឆ្នាំអំពើដឹកនាំចលនាកុបកម្មមាត្រា460ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស1ការដកសិទ្ធិជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន2ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន3ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល10ឆ្នាំយ៉ាងច្រើន4ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន5ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូលឬការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន6ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស7ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង8ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន9ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន10ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន11ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើន